ជំរាបសួរអំណាចដែលប្រេងកាតជារ៉ាមួយប្រភេទដែលមានតម្លៃជាងគេនៅលើពិភពលោកនៅប្រទេសកម្ពុជាគេរកឃើញរ៉ែប្រេងកាតជាច្រើននៅក្នុងដីក្រោមបាតបឹងទន្លេសាបបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគទុនជាច្រើនកំពុងចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបូមប្រេងកាតនៅក្នុងបាតសមុទ្រខ្មែរតាមអ្នកស្រាវជ្រាវបានឲ្យដឹងថាប្រេងកាតនៅប្រទេសកម្ពុជាមានរាប់ពាន់បារ៉ែលគេធ្វើសំណង់បូមប្រេងនៅទឹកសមុទ្រឬទឹកសាគេបូកទម្លុះដីមិនជាតិទឹកដែលឆ្លងកាត់សន្ទុះដែលមានឧស្ម័ននៅសន្ទុះខាងក្រោមប្រេងមានទឹកប្រៃនៅក្រោមទឹកប្រៃមានសន្ទុះដីដែលជាតម្រទឹកប្រៃនៅក្នុងសន្ទប់ឧស្ម័នសន្ទប់ប្រេងកាតនិងសន្ទប់ទឹកប្រៃគេសង្កេតឃើញថាមានសិលាស្ពោតនៅពេលគេបុកបំពង់ដល់ឧស្ម័នគេដឹងថាចិត្តដល់ស្រទាប់ប្រេងហើយដូច្នេះគេមានការប្រុងប្រយ័ត្នមិនឲ្យការបុកនេះជ្រុលហួសនាំឲ្យប្រេងកាតបាញ់ឡើងខ្លាំងហួសបំពង់បង្ហូរប្រេងដែលគេបូមពីក្នុងដីត្រូវហូរចូលបំពង់បង្ហូរទៅកាន់រោងចក្រចម្រាញ់ប្រេងកាតគេបានប្រេងកាតច្រើនប្រភេទពីការចម្រាញ់ប្រេងឆៅដូចជាប្រេងកាតសម្រាប់យន្តហោះប្រេងសាំងប្រេងកាតប្រេងម៉ាស៊ូប្រេងលម្អនិងកាតសំណល់សម្រាប់ចក្រាផ្លូវថ្នល់ប្រេងកាតឆៅឬមាសខ្មៅមានប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសដូច្នេះកូនខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សាសម្បត្តិធម្មជាតិទាំងក្នុងដីក្នុងទឹកឲ្យបានគង់វង្សជារៀងរហូតសូមអរគុណ